nè bỏ ở đây vài chất ạ nhìn ăn tài này hả vài chất ạ này ở đây trong ớt mưa là ạ nó ăn tài nó nhìn lùi mà đấy bỏ với nhân này năng mong ổn hay năng nhom bàn tinh chấm này sạch còn đòn giờ một đại ọ xì tinh màu xa mong ổn bà sân mong ổn sẽ lại nâng trôi chất xong chui chạch mê đáy hai nâng chạch subscribe cho nên nhom nè mùi phong mong ổn năng ngày ở con trần nâng ở con chấm bộ mong ổn đại bàn trâu mơ từ sna video sạch ọ có đôi chia video xem tiết âm pi sạch prey sạch slá bông ổn đại bông ổn chủ chất mơ hai nâng xà lành sạch slá bằng ọc nia cô complete chui subscribe nơi channel nhom phong nâng chun vào bông ổn đại bàn trong từ sna video nàyนี่คือเจียสัตว์ออกคือเจียสัตว์ประเภทสัตว์ประมาณคนตายได้บานเยอะแต่ประมาณหนึ่งนาได้บงปอนนี่คือเจียสัตว์สเตียงกระดาวบงปอนสเตียงกระดาวสเตียงชนะทีมมวยบงปอนวันเคยย้ายสมช่วยใจไลค์หนึ่ง subscribe มวยพองวิดีโอนี้คือกำปองแต่บานหนึ่งดักจำได้ไอสัตว์เตียงซีบงปอนนี่บงปอนเคยเนี่ยว่าสันบงปอนสไลด์คอมพลีทใจไลค์หนึ่ง subscribe ก็โดยเฉพาะสมออกคนจมโปบงปอนได้บานโจลมือวิดีโอขยมไม่หนึ่งวิดีโอจ้าจิตรานเตียบจุนเปอร์บงปอนจูบตายสำนักออกหนึ่งติดตัวบานจูบใจกรุบเพียรกัดหนึ่งบกระบอเราสีเซ็งจำนายថ្ងៃនេះខ្ញុំបានមានវីដេអូសត្វស្ទាំងបង្ហាញចែកជូនបងប្អូនទស្សនាខ្លះសម្រាប់បងប្អូនយើងនៅទីឆ្ងាយដែលមិនបានជួបសត្វស្ទាំងផ្ទាល់ឬមួយអត់ដែលបានស្គាល់សត្វស្ទាំងនេះជាការស្រឡាញ់របស់កូនខ្ញុំបាទគាត់បានចាំសត្វស្ទាំងមួយហើយនឹងសត្វអកមួយហ្នឹងហើយគាត់បានចាំលេងកំសាន្តជាអ្នកស្រឡាញ់ប្រភេទបក្សីសត្វស្លាបបក្សីព្រៃនិងបក្សីស្រុកនេះបក្សីព្រៃហ្នឹងប៉ុន្តែយើងយកមកចាំនៅក្នុងតាមនៅក្នុងផ្ទះនេះអានេះសត្វអកបងប្អូនសត្វអកភ្នំគឺជាប្រភេទសត្វប្រមាញ់មួយសត្វប្រមាញ់ប៉ុន្តែគេហៅថាប្រភេទអានេះលក្ខណៈស្ដាច់ប្រមាញ់ហើយផ្នែកបាក់សីសត្វស្លាបបាក់សីស្លាបហ្នឹងប្រមាញ់អានឹងប្រមាញ់បានសត្វស្លាបតូចប៉ុន្តែយើងចាំលក្ខណៈស្រឡាញ់បាក់សីចាំនៅក្នុងផ្ទះហើយដាក់ឲ្យវាទុំលើដើមប្រខប់និងទិញចំណីសត្វកណ្ដុរមកពិសាដាក់ឲ្យវាស៊ីយ៉ាងថ្ងៃហ្នឹងមិនដឹងថាចំណេញឬខាតទេចាំបើសិនបងប្អូនគិតថាការមើលវីដេអូនេះបានប្រយោជន៍សូមកុំភ្លេចជួយចុច subscribe channel ខ្ញុំផងដើម្បីមានកម្លាំងចិត្តនិងថតអំពីសត្វអកមួយហ្នឹងហើយនឹងសត្វស្ទាំងមួយទៀតកូនស្ទាំងនឹងចែកជូនបងប្អូនទស្សនាគ្រាន់តែថាសត្វអកខ្លះបងប្អូនបានស្គាល់ណាអកភ្នំហើយខ្លះបានស្គាល់សត្វស្ទាំង
ក៏ដូចជាបានឃើញផ្ទាល់ឬមួយបានឃើញហើរនៅលើមេឃតែបងប្អូនបានធ្លាប់ឃើញហើរលើមេឃខ្ពស់ហ្នឹងវាហើរប្រមាញ់កណ្ដុរតាមវាស្រែល្ងាចឬមួយទឹកអីវាហើរកន្លងឆាបតាមស្រែហ្នឹងវាដើរដល់បតោអាហ្នឹងស្ទែងកណ្ដោបងប្អូនដោយសារខ្ញុំធ្លាប់ឃើញផ្ទាល់សត្វស្ទែងកណ្ដោហ្នឹងវាហើរខ្ពស់កប់មេឃហើយទៅវាសម្លឹងមកក្រោមបើសិនវាឃើញកណ្ដោហ្នឹងវាតម្លាក់ខ្លួនចុះមកឆាបកញ្ញាទៅឆាបចាប់ប៉ុន្តែអកភ្នំចំណាយអកភ្នំខ្ញុំអត់សូវបានឃើញផ្ទាល់ទេហើយកូនខ្ញុំវាស្រឡាញ់ចាំអកភ្នំមួយប៉ុន្តែអត់តបានយកទៅប្រមាញ់ណាអត់ដែរបានយកទៅប្រមាញ់សត្វទេតែចាំតបានមួយឆ្នាំហើយជាកន្លះឆ្នាំហ្នឹងហើយបងប្អូនខ្លះក៏ធ្លាប់បានឃើញហើយអកភ្នំឃើញបានផ្ទាល់នៅតាមសួនសត្វតាមភ្នំដូចជាសួនសត្វភ្នំតាម៉ៅអីមានណាសត្វគេអភិរក្សនៅតាមភ្នំហើយបងប្អូនខ្លះទៀតក៏នៅតាមស្រុកព្រៃជ្រៅក៏ធ្លាប់បានឃើញហើយអកភ្នំហ្នឹងវានៅលើដើមឈើខ្ពស់អាហ្នឹងវាច្រើនវាហើរកប់មេឃតាមឃើញវីដេអូគេបណ្ដាញអត់បានឃើញផ្ទាល់ថាវាហោះឆាប្រមាញ់មិនអីដែរហ្នឹងអត់ដែរបានឃើញហើយឃើញតាមវីដេអូដែរហើយសត្វដែលខ្ញុំចាំនេះដែលបានយកទៅប្រមាញ់ដែរណាព្រោះអីខ្ញុំចាំលក្ខណៈសบายនៅផ្ទះcònចែកក្មេងៗនឹងបងប្អូនគាត់មកផ្ទះខ្ញុំគាត់ឃើញគាត់សួរថាសត្វអីចឹងណាភាគច្រើនដូចថាអត់សូវស្គាល់ដែរបងប្អូនដែលគាត់មកភាគច្រើនអត់សូវស្គាល់សត្វព្រៃនឹងដែរសត្វព្រៃអកភ្នំណាបើខ្ញុំឃើញគេពិសេសគេថាអាហៅសត្វនេះអកភ្នំដីសើមណាសត្វអកភ្នំដីសើមពណ៌ខ្មៅហ្នឹងហើយសត្វអកភ្នំនោះភាគច្រើនគេដាក់ចំណីឲ្យវាស៊ីដូចជាសត្វកណ្ដុរជាចំណីដែលល្អប៉ុន្តែបើសិនវានៅក្នុងព្រៃនឹងវាស៊ីអីដែរខ្ញុំមិនដឹងដែរភាគច្រើនវាប្រមាញ់សត្វសត្វស្លាប់ទូចតាមភាគច្រើនសត្វស្លាប់ទូចទៅតាមព្រៃដូចវាអញ្ចឹងវាប្រមាញ់ប៉ុន្តែបើយើងចាំនៅផ្ទះអញ្ចឹងមានតែទិញកណ្ដុរឲ្យស៊ីបើដែលបានយកទៅប្រមាញ់នៅណាផងភាគច្រើនអ្នកខ្លះមកផ្ទះខ្ញុំគេអត់ស្គាល់ដែរអត់ស្គាល់សត្វស្ទែងក៏អត់សូវស្គាល់សត្វស្ទែងកណ្ដុរហ្នឹងអត់សូវស្គាល់